mìnhนึกจะบาthà chân bạc cả hạ nâng triêm chiến nịch đập bay tờ tua na bay đà Americ mong cò chỉ sừng kriêm xin cách tìm game pon rư sừng kriêm xinh ní nó không phê robot à cái robot tu chânประจำសហរដ្ឋអាមេរិកមិនជារដ្ឋាភិបាលចិនក៏មិនដែរទូចាំចឹងគឺគេមានគោលការណ៍របស់គេហើយអឺរ៉ុបក៏ត្រៀមខ្លួនដែរអង់គ្លេសហ្នឹងសម្បីតែវទៅយកលិខិតអញ្ជើញរបស់ព្រះមហាក្សត្រឆាលរបស់អង់គ្លេសអញ្ជើញត្រាំមកលេងអង់គ្លេសអីអញ្ចឹងដើម្បីរាក់ទាក់គ្នាពីព្រោះកំណត់របស់អាមេរិកហ្នឹងវាកើតចេញពីអង់គ្លេសនោះទេជាជនអង់គ្លេសរត់ទៅរកឃើញតៃនៅនោះនាំគ្នាទៅនៅនឹងទើបមានសម្ព័ន្ធភាពមួយគ្នានិយាយភាសាដូចគ្នាដល់ឥឡូវនេះចង់តម្លើងពន្ធចង់ផ្ដាច់សម្ព័ន្ធភាពជាមួយគ្នាអីគ្នាអញ្ចឹងអឺរ៉ុបគិតថាត្រូវធ្វើអីត្រៀមខ្លួនយ៉ាងម៉េចដើម្បីទប់ទល់ជាមួយនឹងត្រាំលោកម៉ាក្រុងគាត់បានថ្លែងទៅប្រជាជនរបស់គាត់ address ទៅប្រជាជនរបស់គាត់មិនធ្វើសំសិទ្ធកសែតទេណាថ្លែងរឿងធំហើយឡាយចេញទៅប្រទេសអឺរ៉ុបគ្រប់ប្រទេសទាំងអស់លោកម៉ាក្រុងក៏ថ្លែងលើកនេះសារសំខាន់មាន2ទី1គាត់បានលើកឡើងថាតើលោកដូណាល់ត្រាំគាត់នៅជាមួយយើងឬក៏នៅជាមួយនឹងលោកពូទីននេះគាត់សួរឲ្យជ្រើសរើសនៅខាងណាឬក៏ថាកដាលខ្ញុំមិនទៅណាអីទៅណាអញ្ចឹងលោកម៉ាក្រុងគាត់និយាយថាអូខេឥឡូវមិននៅជាមួយគ្នាយើងបែកគ្នាក៏បែកវារឿងធម្មតាទេវាមិនអាចនៅជាមួយគ្នាបានរហូតទេវាមានពេលបែកមានពេលនៅជាមួយគ្នាបានតែអ្វីដែលសំខាន់គឺកុំឲ្យក្បត់គ្នានេះលោកម៉ាក្រុងគាត់ប្រើពាក្យលោកដូណាល់ត្រាំនៅជាមួយអឺរ៉ុបឬក៏នៅជាមួយរុស្ស៊ីបើថានៅកណ្ដាលក៏អូខេឬក៏អាចបែកគ្នាអត់បញ្ហាតែធ្វើម៉េចកុំឲ្យមានអំពើទង្វើក្បត់គ្នានេះអ្វីដែលលោកម៉ាក្រុងក៏បញ្ជាក់ហើយក៏លើកឡើងទៀតថាវាសនារបស់អឺរ៉ុបទៅអនាគតមិនមែនមូស្គូនិង Washington ជាអ្នកសម្រេចទេវាសនារបស់វាសនានៅអនាគតរបស់អឺរ៉ុបគឺយើងទាំងអស់គ្នាដែលជាអឺរ៉ុបនេះលោកម៉ាក្រុងគាត់បញ្ជាក់ច្បាស់ហើយទេណាបាទសាររបស់គាត់ធ្វើពីដូចជាមួយថ្ងៃមុននេះនិយាយខ្លាំងមែនទែនហើយក៏ធ្វើឲ្យប្រជាជនអឺរ៉ុបភ្លឺភ្នែកហើយត្រៀមខ្លួនឥឡូវគឺសឹងប្រកាសអាសន្នហើយត្រាំធ្វើរបៀបនេះត្រូវគ្នាជាមួយលោកពូទីនរបៀបនេះប្រកាសអាសន្នជាមួយគ្នានោះគាត់បានរំលឹកនឹងឲ្យអឺរ៉ុបតម្លើងថវិកាការពារជាតិឲ្យបានលឿនឲ្យបានខ្ពស់ដើម្បីជួយខ្លួនឯងឲ្យបានគាត់បានលើកឡើងពីរឿងអាវុធនុយក្លេអ៊ែរនៅអឺរ៉ុបមានតែ2ទេហើយជារឿងកម្រដែលសហភាពអឺរ៉ុបជាពិសេសបារាំងនិងអង់គ្លេសដែលមានអាវុធនុយក្លេអ៊ែរ
ក្របបែកប៉ារ៉ាម៉ាណូហ្នឹងមានតែពីរប្រទេសហ្នឹងទេនៅអឺរ៉ុបក្រៅពីនឹងគ្មានប្រទេសណាមានទេលោកម៉ាក្រុងក៏បានលើកឡើងថាអាវុធនុយក្លេអ៊ែរយើងមានន័យថាបារាំងមាននេះគឺដើម្បីការពារប្រទេសរបស់យើងគឺដើម្បីការពារប្រទេសបារាំងតែឥឡូវនេះយើងមានបញ្ហារួមគ្នាអញ្ចឹងលោកម៉ាក្រុងក៏បើកចំហអាចរកពេលមកសន្ទនាចរចាគ្នាជជែកគ្នាថាអាវុធនុយក្លេអ៊ែរដែលយើងមាននេះដែលខ្ញុំមាននេះแล้วធ្វើយ៉ាងម៉េចដើម្បីនឹងអាចការពារប្រទេសអឺរ៉ុបទាំងអស់បានបារាំងនាងក៏រាប់រយដែរណាទៀតណាបាទរាប់រយក្បាលដែររាប់រយគ្រាប់ដែរតែមានតែ40-50គ្រាប់នឹងប្រើ40-50គ្រាប់នឹងក៏វាគ្រប់គ្រាន់ដែរទៀតឆ្អែតគ្នាអស់ឆ្អែតតហើមគ្នាអញ្ចឹងឥឡូវនេះលោកម៉ាក្រុងគាត់បើកថាឥឡូវនេះមកជជែកគ្នាថាធ្វើរបៀបម៉េចធ្វើច្បាប់យ៉ាងម៉េចអីយ៉ាងម៉េចដើម្បីនឹងឲ្យមានការប្រើប្រាស់ដើម្បីគ្របដណ្ដប់ដល់ប្រទេសអឺរ៉ុបទាំងអស់ដែលយើងនឹងឯកភាពគ្នាក្នុងពេលអនាគតនេះឆាប់នេះអញ្ចឹងការដែលថ្លែងទៅប្រជាជនបារាំងហើយផ្ញើទៅប្រជាជនអឺរ៉ុបទាំងអស់នោះជាសារមួយដ៏កម្របំផុតដែលប្រធានាធិបតីបារាំងបានលើកឡើងនឹងយករឿងអាវុធនុយក្លេអ៊ែរនេះមកនិយាយធ្ងន់ទេណាតែលោកត្រាំក៏នៅសប្បាយគាត់ទេសប្បាយនឹងមោទនភាពដែលកូនចៅរបស់គាត់គ្នារបស់គាត់ផ្ទះដៃដូចជាបានជំរាបជូថាដូចទេផ្ទះដៃជូនលោកគឹមចុងអ៊ុនដូចមិនដល់ផ្ទះដៃទេត្រាំទេត្រាំនិយាយចាប់បែកអង្គុយមិនតាន់បាននេះផងងើបឡើងផ្ទះដៃទេណារួចហើយក៏អង្គុយត្រាំមកនិយាយទៀតណាដល់និយាយចាប់ងើបឡើងផ្ទះដៃទៀតណាអូហូអីវាដល់ថ្នាក់ហ្នឹងលោកអើយលោកម្ចាស់ខ្លាយអាមេរិកខាងសាធារណរដ្ឋអើយអ្វីដែលខ្ញុំបានលើកឡើងថាដូណាល់ត្រាំគាត់មានមោទនភាពគាត់ទេគេផ្ទះដៃគាត់ខ្លាំងពេកគាត់លេងក្របបែកមកគ្រាប់ទៀតឲ្យទៅអ៊ុយក្រែនគឺទី1បុកផ្អាកការបញ្ជូនអាវុធនេះអានឹងទី1គ្រាប់ទី1ទេណាបាទតែខ្ញុំបាទភ្លេចជំរាបជូគ្រាប់ទី2គឺបញ្ឈប់នៅការផ្ដល់ព័ត៌មានផ្នែកយោធាទៅឲ្យអ៊ុយក្រែនធ្ងន់ណាស់ទៀតអានេះធ្ងន់ជាងអាវុធទៀតអាវុធនៅគ្រាន់ថាអ៊ុយក្រែននៅមានឥឡូវអត់អាវុធអ៊ុយក្រែនផលិតខ្លះនោះក៏វាអត់ដូចអាមេរិកទេក៏តែគេអាចផលិតការពារខ្លួនគេបានដូច drone ដូចអីហ្នឹងផលិតបានច្រើនណាឥឡូវមីស៊ីលមួយចំនួនក៏ផលិតបានទៀតឥឡូវនឹងខាងសម្ព័ន្ធមិត្តរបស់គេប្រទេសន័រវេហ្នឹងមកបង្កើតរោងចក្រតែបានផលិតហើយជាមួយអ៊ុយក្រែននឹងទៀតនឹងគាត់មានអាហ្នឹងតែព័ត៌មាននេះសំខាន់ណាស់ពាក្យដូចព័ត៌មានហ្នឹងអត់ព័ត៌មានដូចខ្វះភ្នែកអញ្ចឹងខ្វះភ្នែកដូចថ្លង់កោថ្លង់អញ្ចឹងមកឥឡូវលោកណាល់ត្រាំគាត់កាត់ដៃកាត់ជើងអ៊ុយក្រែនហើយអាហ្នឹងមានអ្នកវិភាគច្បាស់ណាស់ឲ្យចោតចង្អុលមុខត្រាំហ្មងថាលោកឯងធ្វើដើម្បីពូទីនច្បាស់ណាស់ពូទីនសុំអាហ្នឹងព្រោះពូទីនខ្លាចអាហ្នឹងណាស់ព្រោះបាទអាមេរិកវាច្បាស់ណាស់រឿងព័ត៌មានហ្នឹងពួកផ្កាយណប់បាញ់ចេញពីកន្លែងណាមីស៊ីលរបស់រុស្ស៊ីបាញ់ចេញពីកន្លែងណាហោះដល់ណាហើយយន្តហោះឡើងពេលណាអីពេលណាដឹកអាវុធនុយក្លេអ៊ែរចល័តទៅណាអីទៅណាពូទីនក៏ខ្លាចអានឹងណាស់ពីព្រោះអាមេរិកមើលអានឹងច្បាស់ដូចថ្ងៃហ្នឹងទៀតមានអានឹងហើយរួចហើយពីមុនមកនោះគឺគេផ្លាស់ប្ដូរគ្នាអញ្ចឹងបានអ៊ុយក្រែនណាញ់ទៅចំណាស់ដែលបកកែហើយក៏យកឈ្នះរុស្ស៊ីបានទោះបីកម្លាំងតិចជាងរុស្ស៊ីហ្នឹងគឺនឹងអាវុធនឹងឯងហើយនឹងភាពច្បាស់លាស់ដោយសារព័ត៌មាននឹងឯង AI របស់អាមេរិកហ្នឹងឯងឥឡូវដូណាល់ត្រាំកាត់ដោយអាកអ៊ុយក្រែនចឹង
បាទនេះគឺដូណាល់ត្រាំគាត់ធ្វើដូចអត់មានបេះដូងទេទៀតដូចអត់មានបេះដូងនេះបរមម្នាក់នេះអស្ចារ្យណាស់ទេណាបាទសោកស្ដាយអស់ម៉ោងហើយសោកស្ដាយស្ទាបការវាកើតឡើងរបៀបលឹងនៅក្នុងចំនួនយើងនេះអាណិតកូនចៅរបស់យើងចំនួនក្រោយនេះដែលត្រាំបង្ករបៀបនេះតើវានឹងមានអ្វីកើតឡើងទៅពេលក្រោយនោះប្រហែលឆ្នាំទៅមុខទៀតនោះចឹងតាមដានទៅទៀតណាអរគុណគ្រប់លាទៀត